ឡើងអណកូនវ៉ាក៏បរិញ្ញាហួរលក្ខណៈក៏តាក់ធ្វើខិតមកដូគ្រីហើយក៏ជាយុវជនជាដើមភាគតិចប៉ុណ្ណោះថ្ងៃនេះដែរនាងខ្ញុំបានចូលរួមសិក្ខាសាលាក្រមប្រធានបទឧត្តមភាពសិក្សានិងការអភិវឌ្ឍសមត្ថភាពរបស់យុវជនជាដើមភាគតិចហើយក្នុងការចូលរួមសិក្ខាសាលានេះផងដែរនាងខ្ញុំបានទទួលចំណេះដឹងច្រើនមែនទែនរួមទាំងការមានទំនាក់ទំនងល្អជាមួយមិត្តភ័ក្តិឬក៏ជាមួយនឹងបងសិស្សច្បងផ្សេងទៀតហើយជាពិសេសនោះគឺមានជនជាតិដើមភាគតិចយើងចម្រុះមានទាំងតំពូនចារ៉ៃស្ទៀងអីជាដើមហើយច្រើនជាងនឹងហើយបន្ថែមពីនេះទៀតដែរនាងខ្ញុំបានទទួលបទពិសោធន៍ជាច្រើនក៏ដូចជាទទួលចំណេះដឹងពីវាគ្មិនដែលគាត់បានបញ្ចូលបកស្រាយដូចជាការមានភាពជាអ្នកដឹកនាំការកំណត់គោលដៅនៃការសិក្សាឬក៏ការកំណត់គោលដៅនៃការងារនៅថ្ងៃអនាគតការមានក្តីសម័យទៅប្រទេសក្រៅផងដែរហើយជាពិសេសទៅនោះគឺឲ្យយើងមានទំនាក់ទំនងល្អជាមួយមិត្តភ័ក្តិហើយបន្តមកជំរុញឲ្យយុវជនជាដើមភាគតិចដែលបានចូលរួមនឹងគាត់កាន់តែមានឆន្ទៈក្នុងការរក្សានៅវប្បធម៌ជាដើមភាគតិចយើងផងដែរហើយខ្ញុំក៏មានសំណូមពរទៅកាន់សមាគមយុវជនជាដើមភាគតិចកម្ពុជាបង្កើតនៅវគ្គបណ្ដុះបណ្ដាលក៏ដូចជាកម្មវិធីផ្សេងៗដើម្បីឲ្យយុវជនជាដើមភាគតិចមានឱកាសចូលរួមក្នុងការទទួលបានចំណេះដឹងផ្សេងៗដើម្បីចែករំលែកទៅសហគមន៍ជាដើមភាគតិចរបស់ពួកគាត់